รถยนต์ญี่ปุ่น7កៅអីស៊េរីឆ្នាំ2026ហើយបើនិយាយពីតម្លៃវិញត្រឹមតែ$30,000ជាងតែប៉ុណ្ណោះដែលកំពុងតែទទួលបានការពេញនិយមនៅក្នុងទីផ្សារប្រទេសកម្ពុជាជំរាបសួរខ្ញុំបាទសុខាឡៃហើយនេះគឺជារថយន្ត Mitsubishi Xpander Cross Series ឆ្នាំ2026ហើយវីដេអូនេះខ្ញុំនឹងបង្ហាញ5ចំណុចដែលធ្វើឲ្យរថយន្ត Mitsubishi Xpander នេះមានភាពលេចធ្លោចំណុចទី1ខ្ញុំចង់បង្ហាញអំពីការរចនាផ្នែកខាងក្រៅនិងការរចនាផ្នែកខាងក្នុងអញ្ចឹងចាប់ផ្ដើមពីផ្នែកខាងមុខ Mitsubishi Xpander Cross Series ឆ្នាំ2026បានបដូរមកជាមួយនឹងបណ្ណាថ្មីដែលរចនាបែបសំបុកឃ្មុំអមជាមួយនឹង logo Mitsubishi នៅចំចំណុចកណ្ដាលហើយបានរំលេចមកពាក្យ model name Xpander Cross នៅចំកណ្ដាលតែម្ដងបាទដែលបង្ហាញអំពីភាពលេចធ្លោនៃរថយន្តនេះផ្ទាល់តែម្ដងជាពិសេសការរចនាអំពូល daytime running light ជាប្រភេទ LED អមមកជាមួយនឹងអំពូលបំភ្លឺផ្លូវក៏ LED ដូចគ្នាក៏ដូចជាអំពូលកាត់អាប់នៅផ្នែកខាងក្រោមដែលជាភ្លើងជំនួយនៅពេលបើកបរក្នុងសភាពផ្លូវងងឹតក៏ដូចជាផ្លូវមានភ្លៀងធ្លាក់មានអាបគឺអត់បញ្ហាទេបងប្អូនដោយសារតែអំពូលទាំងអស់គឺបំពាក់មកជាមួយនឹងអំពូល LED ដូចគ្នាទាំងនេះគឺជាចំណាប់អារម្មណ៍ខ្លីៗនៃការរចនាប័ទ្មផ្នែកខាងមុខអញ្ចឹងចង់ដឹងថាខាងចំហៀងមានអីខ្លះតោះអញ្ចឹងចូលមកដល់ផ្នែកចំហៀងអ្វីដែលគួរឲ្យកត់សម្គាល់ជាងគេនោះគឺយ៉ានកង់អញ្ចឹង Xpander Cross Series ឆ្នាំ2026បានបំពាក់មកជាមួយយ៉ានកង់ទំហំ17អ៊ីងពីរពណ៌រចនាថ្មីហើយសម្រាប់អាយ៉ាននេះបើសិនជាយើងបើកទៅលើតាមដងផ្លូវគឺវាមានសភាពស្រស់ស្អាតមែនទែនដោយការរត់បណ្ដេញគេរំលេចនៅភាពស៊ីវិល័យក៏ដូចជាមើលទៅដូចឡានស្ពតតែម្ដងបាទបើយើងក្រឡេកមកមើលផ្នែកខាងក្រោយនៃ Xpander Cross 2026វិញគឺនៅតែបំពាក់មកជាមួយនឹង stop LED ដ៏ភ្លឺច្បាស់ដែលជំនួយក្នុងការបើកបរនៅពេលយប់ក៏ដូចជាពេលថ្ងៃផងដែរហើយបើយើងមើលខាងក្រោមវិញគឺបានរចនានៅកាងថ្មីហើយកាងនេះដែរគឺជួយលើកសម្រស់រថយន្តនេះឲ្យកាន់តែមានភាពលេចធ្លោនេះគឺជាចំណាប់អារម្មណ៍ខ្លីៗនៅផ្នែកខាងក្រោយតោះបងប្អូនអញ្ជើញមកមើលផ្នែកខាងក្នុងជាមួយខ្ញុំទាំងអស់គ្នាបាទចូលមកដល់ផ្នែកខាងក្នុងរថយន្តមានសភាពធំទូលាយនិងមានផាសុកភាពហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការរចនានៃដៃចង្កូតថ្មីដែលបង្កើនភាពទាក់ទាញនិងភាពស្រស់ស្អាតនៃផ្នែកខាងក្នុងនៃរថយន្តហើយកុងទ័រក៏រចនាប័ទ្មថ្មីដែរជាប្រភេទ Digital បង្ហាញនូវព័ត៌មានច្បាស់ៗដែលជំនួយបានច្រើននៅក្នុងការបើកបរហើយកន្លែងនេះដែរក៏ជាកន្លែងពិសេសមួយដែរជាប្រភេទ LCD Digital ដែលសម្រាប់ឲ្យយើងកំណត់សីតុណ្ហភាពតាមចំណង់ចំណូលចិត្តអ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះទាំងកៅអីផ្នែកខាងមុខក៏ដូចជាកៅអីផ្នែកខាងក្រោយរួមទាំងតាបឡូឡានផងដែរគឺបានឡាយមកជាមួយនឹងស្បែកពណ៌ឈាមជ្រូកខ្មៅដែលមើលទៅមានភាពស្រស់ស្អាតមែនទែនហើយសម្រាប់ស្បែកពូកនេះដែរក៏មានមុខងារជួយកាត់បន្ថយកម្ដៅផងដែរអញ្ចឹងមិនថានៅពេលដែលបងប្អូនចតឡានហាលក្ដៅគឺស្បែកពូកនេះវាមានការជួយក្នុងការកាត់បន្ថយកម្ដៅមិនធ្វើឲ្យក្នុងឡានយើងមានសីតុណ្ហភាពក្ដៅទេមួយទៀតឡាន Mitsubishi Xpander Cross នេះជាប្រភេទ MPV 7កៅអីវាបានបំពាក់មកនៅប្រព័ន្ធបញ្ចេញខ្យល់ម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយផងដែរសម្រាប់អ្នករួមដំណើរដែលអង្គុយខាងផ្នែកខាងក្រោយគឺនឹងទទួលបានផាសុកភាពនៅពេលដែលកំពុងធ្វើដំណើរផងដែរបាទXpander Cross Series ឆ្នាំ2026បានបំពាក់មកជាមួយនឹងម៉ាស៊ីនចំណុះ 1.5 ចំនួន4ទីឡាំងនិងបច្ចេកវិទ្យា MyVic ហើយអាចផលិតចំនួនសេសបានរហូតដល់104សេសហើយកម្រិតស៊ីសាំងត្រឹមតែ5ទៅ6លីត្រនៅក្នុងរយៈចម្ងាយ100គីឡូម៉ែត្រតែប៉ុណ្ណោះសម្រាប់រថយន្ត Xpander Cross Series ឆ្នាំ2026នេះគឺបានបំពាក់មកជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើបជាច្រើនមានដូចជាកុងទ័រ Digital ទំហំ8អ៊ីងប្រាំងដៃអេឡិចត្រូនិកប្រព័ន្ធ Auto Hold អេក្រង់ Touch Screen ដែលអាចភ្ជាប់មកជាមួយនឹង Apple CarPlay ក៏ដូចជា Android Auto ប្រព័ន្ធ Smart Key ហើយសម្រាប់ចង្កូតទៀតក៏ធូរងាយស្រួលក្នុងការបើកបរប្រព័ន្ធម៉ាស៊ីនត្រជាក់បែប Digital ម៉ាស៊ីនត្រជាក់ទៀតគឺយើងមានទាំងមុខទាំងក្រោយសម្រាប់ប្រព័ន្ធម៉ាស៊ីនត្រជាក់ខាងក្រោយនៅផ្នែកខាងលើគឺអាចជួយសម្រួលបានច្រើនមែនទែនសម្រាប់អ្នករួមដំណើរផ្នែកខាងក្រោយដើម្បីឲ្យពួកគាត់មានផាសុកភាពដូចគ្នាតែម្ដងបាទ
រថយន្តនេះបានបំពាក់មកជាមួយនឹងប្រព័ន្ធសុវត្ថិភាពជាច្រើនមានដូចជា Active Yaw Control ដែលជាប្រព័ន្ធជំនួយនៅពេលបើកបរទៅលើផ្លូវកោងក៏ដូចជាផ្លូវរអិលខ្លាំងរួមជាមួយនឹងពងសុវត្ថិភាពចំនួន6បូកផ្សំជាមួយនឹងប្រព័ន្ធហ្វ្រាំង ABS EBD BA ក៏ដូចជាប្រព័ន្ធផ្ដល់សញ្ញានៅពេលដែលយើងជន់ហ្វ្រាំងបន្ទាន់ប្រព័ន្ធទប់លំនឹងនិងប្រព័ន្ធជំនួយការឡើងចំណោតក៏ដូចជាកាមេរ៉ាក្រោយហើយនិងប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរបាទសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចទំនាក់ទំនងមកកាន់ page ផ្លូវការរបស់ក្រុមហ៊ុន Mitsubishi Motors Cambodia ឬក៏បងប្អូនអាចអញ្ជើញមកទីតាំងបង្ហាញរថយន្តផ្ទាល់របស់យើងដែលមានទីតាំងនៅតាមបណ្ដោយផ្លូវសហព័ន្ធអាស៊ីក្រោមស្ពានអាកាសតាលីហុយឬក៏បងប្អូនអាចអញ្ជើញទំនាក់ទំនងមកកាន់លេខ hotline ផ្ទាល់តែម្ដងបាទជាចុងក្រោយខ្ញុំបាទសុខាឡៃសូមអរគុណសូមជម្រាបលា Drive your ambition Mitsubishi Motors